ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃអាទិត្យ8រោចថ្ងៃសីលខែស្រាប់ឆ្នាំមមែសប្បុស័កពុទ្ធសករាជ2559ត្រូវនៅថ្ងៃទី6ខែកញ្ញាគ្រិស្តសករាជ2015នៅពេលនេះនាងខ្ញុំយូច័ន្ទធានីសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានដែលមានជាបន្តបន្ទាប់ដូចតទៅនគរបាលថានឹងមានការចាប់ខ្លួនបន្ថែមបើមានការតវ៉ាទៀតនៅកោះកុងលោកអ្នកនាងជាទីមេត្រីព័ត៌មានពីបញ្ហាសិទ្ធិមនុស្សនៃគេហទំព័រ Cambodia Daily បានចុះផ្សាយដឹងថាការពីម្សិលមិញនេះស្នងការរងខេត្តកោះកុងបាននិយាយការពីការសម្រេចចិត្តរបស់អាជ្ញាធរក្នុងការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្ស4នាក់និងមនុស្ស13នាក់ផ្សេងទៀតអំឡុងការតវ៉ាដោយសន្តិវិធីការពីថ្ងៃពុធហើយថាអាជ្ញាធរត្រៀមចាប់ខ្លួនម្ដងទៀតដោយលើកក្រោយនិងមិនមានការដោះលែងវិញនោះឡើយអ្នកភូមិរាប់សិបនាក់បានបោះតង់នៅខាងក្រៅក្បែរសាលាដំបងខេត្តក្នុងក្រុងខេមរៈភូមិន្ទដើម្បីតវ៉ាទាមទារឲ្យដោះលែងសកម្មជនដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី17ខែសីហាចំនួន3នាក់មកពីអង្គការមេដាធម្មជាតិជាអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថានដែលបានរៀបចំការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនបូមខ្សាច់ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងបរិមាណត្រីរបស់អ្នកភូមិមូលដ្ឋានគេហទំព័រដដែលនេះបានបន្ថែមទៀតថាការពីម្សិលមិញលោកកុងយ៉ានស្នងការរងខេត្តនេះបានលើកឡើងថាអ្នកទាំង17នាក់នេះគ្រាន់តែខាត់ខ្លួនដើម្បីសាកសួរប៉ុណ្ណោះប៉ុន្តែនឹងត្រូវចាប់ខ្លួនទៀតលើកក្រោយដោយមានទាំងការផ្ដន់ទាទោសផងដែរលោកបានមានប្រសាសន៍ថាយើងនឹងចាប់ខ្លួនអ្នកទាំងនោះប្រសិនបើពួកគេដឹកនាំការតវ៉ាប្រឆាំងអាជ្ញាធរម្ដងទៀតលោកបានចោទប្រកាន់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សមកពីអង្គការអាតហុកនិងអង្គការលីកាដូថាបានញុះញង់អ្នកតវ៉ានិងបានឲ្យប្រាក់ពួកគាត់ដើម្បីឲ្យមកចូលរួមការតវ៉ាហើយថាលោកប៊ូប៊ុនហាំងព្រះរាជអាជ្ញាអមសាលាដំបងខេត្តមិនពេញចិត្តរូបលោកដែលបានស្នើឲ្យមានការដោះលែងលោកអិនកុងចិត្តអ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តនេះដែលស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធបានបដិសេធថាមិនបានញុះញង់អ្នកតវ៉ាឬផ្ដោតប្រាក់ឲ្យពួកគាត់នោះឡើយលោកបានលើកឡើងទៀតថាមនុស្សដែលគេមិនស្គាល់មួយក្រុមបានរត់កាត់តង់នៅខាងក្រៅតុលាការនៅក្នុងពេលយប់ដែលតង់ត្រូវបានដំឡើងដោយជន់លើអ្នកតវ៉ាមួយចំនួនអ្នកតវ៉ាជឿថាវាគឺជាការធ្វើឡើងដោយមានចេតនាហេតុដូច្នេះទើបមន្ត្រីសិទ្ធិមនុស្សបានយកម៉ូតូរបស់ខ្លួនមកធ្វើជារបាំងព័ទ្ធជុំវិញតង់នៅយប់បន្ទាប់មកទៀតដោយមិនខ្លាចរណានឹងការគំរាមកំហែងរបស់ស្នងការរងរូបនេះលោកសនច័ន្ទតារាសកម្មជនមកពីអង្គការមេដាធម្មជាតិបានលើកឡើងថាលោកមានគម្រោងរៀបចំការតវ៉ាមួយទៀតនៅក្នុងខេត្តកោះកុងនៅពាក់កណ្ដាលខែនេះប៉ុន្តែលោកនឹងពិភាក្សាជាមួយនឹងអ្នកតវ៉ាជាមុនសិនមុនពេលកំណត់យកថ្ងៃណាមួយលោកអិនកុងចិត្តបានលើកឡើងទៀតថាប្រសិនបើមានការតវ៉ាម្ដងទៀតលោកនឹងទៅទីនោះដែរលោកយ៉ែមបញ្ញរិទ្ធបញ្ជាក់ថានយោបាយការពារជាតិពិតប្រាកដគឺបណ្ដោះប្រជាពលរដ្ឋខ្មែរឲ្យចេះគិតពីជាតិលោកអ្នកនាងជាទីមេត្រីព័ត៌មាននយោបាយនៃគេហទំព័រមនសិការខ្មែរបានចុះផ្សាយឲ្យដឹងថាដំណើររាជគណៈបកសង្គ្រោះជាតិមណ្ឌលព្រៃវែងលោកយ៉ែមបញ្ញរិទ្ធកាលពីពេលថ្មីនេះបានបញ្ជាក់ថាការគ្រប់គ្រងប្រទេសជាតិ